បាទស្ដីបងប្អូនអរគ្នាបាទជាទីគោរពនិងជាទីរាប់អានបងប្អូនថ្ងៃនេះជួបខ្ញុំទៀតដែរបងប្អូនពេលនេះខ្ញុំកំពុងនៅបឹងស្រែរបស់ខ្ញុំបងប្អូនបាទដូចជាបងប្អូនឃើញហើយស្រែខ្ញុំឆ្នាំនេះវាក្រាន់បើដែរតាក៏ប៉ុន្តែបងប្អូនហើយវាហួសចិត្តបន្តិចបងប្អូនបានឃើញនៅក្នុងបណ្ដាញសង្គមជាច្រើនបងប្អូនបានផុសផលយ៉ាងច្រើនបងប្អូនមករយៈនេះបាទគឺខ្ញុំចង់និយាយថាឆ្នាំនេះគឺស្រូវចុះថោកមែនទែនបងប្អូនឯង1គីឡូ600បងប្អូនមើលស្រូវឆ្នាំនេះទិន្នផលបានមកគួរសមតែมันគួរណាស្រូវចុះថោកដំឡើងទេបងប្អូនអើយបងប្អូនមើលថ្លៃជីថ្លៃភ្ជួរថ្លៃធ្វើថ្លៃអីមកចប់បងប្អូនគឺអត់រួចខ្លួនទេសូម្បីតែស្រូវ1គីឡូ1200នឹងស្ទើរតែមិនរួចខ្លួនហងបើសិនជាទូទាត់លាត់សាយអស់ទៅបងប្អូនអត់រួចខ្លួនទេហើយចោះបើឆ្នាំនេះស្រូវ1គីឡូ600បងប្អូនគិតយ៉ាងម៉េចបងប្អូនហើយនៅបណ្ដាញនៅលើបណ្ដាញសង្គមបងប្អូនយើងបានផុសយ៉ាងផុសផុលបងប្អូននិយាយអំពីរឿងស្រូវចុះថោក1គីឡូ600នេះបងប្អូនមើលស្ដាយណាស់បងប្អូនអើយធ្វើស្រែអស់ទាំងលុយអស់ទាំងកម្លាំងបែរជាតម្លៃស្រូវតម្លៃប៉ុណ្ណឹងបងប្អូនបានមិនគួរជឿខ្ញុំមិនគួរជឿដែលឆ្នាំនេះតម្លៃស្រូវធ្លាក់ដល់កម្រិត0ខ្ញុំថាកម្រិត0ណាបងប្អូនមិនដែលស្រូវណាធ្លាក់ដល់កម្រិតប៉ុណ្ណឹងទេទុំឆ្នាំនេះបងប្អូនហើយខ្ញុំសោកស្ដាយមែនទែនហើយទិន្នផលឆ្នាំនេះបងប្អូនមើលដូចក្នុងវីដេអូរបស់ខ្ញុំនេះចឹងបានមកគួរសមបានមិនល្អហើយក៏មិនឯណាទេបងប្អូនបានមកទទួលយកបានតែថាសោកស្ដាយបំផុតនោះគឺស្រូវចុះថោកបងប្អូនបាទស្រូវចុះថោកមែនទែនបងប្អូននេះមិនដឹងយ៉ាងថ្ងៃណាឡើងថ្លៃទេបើតម្លៃស្រូវនៅ1គីឡូ600ចឹងបងប្អូនមើលនៅក្នុងវីដេអូរបស់ខ្ញុំឯងខ្ញុំស្ដោកស្ដាយបងប្អូនបាទស្ដោកស្ដាយអរគុណច្រើនបងប្អូនចូលទស្សនា